បងប្អូនអរគ្នាបងប្អូនឃើញខ្ញុំដាក់ screen ឲ្យបងប្អូនមើលបែបនេះបងប្អូនអាចមើលបាននេះគឺ active រហូតដល់គឺជាង50 ad ប៉ុន្តែខ្ញុំថតបានតែពាក់កណ្ដាលថតផ្សេងវែងអត់បាននេះព្រោះអាហ្នឹងយើងថតបានតែមួយចង្អានប៉ុន្តែអាហ្នឹងខ្ញុំរាន50 ad បងប្អូនអរគ្នាឃើញ active ស្អាតទេបងប្អូនប៉ុន្តែបើសិនជាវាចេញបែបនេះគឺចប់អាហ្នឹងគឺយើងពិបាកមែនទែនគឺចេញបែបនេះគឺមានន័យថា ad account របស់យើងគឺ ad Facebook របស់យើងគឺខូចបាត់ហើយបងប្អូនប៉ុន្តែបើសិនជាចេញ active បែបនេះគឺបើសិនជាវាចេញ active បែបនេះគឺល្អហើយការ run ជាមួយនឹង Facebook ad គឺបានផលច្រើនប៉ុន្តែបើសិនជា run Facebook ad យើងលេងដើរនេះវាចេញបែបនេះគឺមានន័យថា ad account របស់យើងគឺ Facebook ad របស់យើងគឺបានខូចហើយអញ្ចឹងបើសិនជាវាមានដំណោះស្រាយនៃការធ្វើគឺមានប៉ុន្តែយើងប្រើពេលយូរបងប្អូនតែបើសិនជាវាចេញបែបនេះគឺល្អហើយយើង sponsor ទៅគឺ active អញ្ចឹងល្អអានេះ ad របស់ខ្ញុំនឹងគឺខ្ញុំរានរហូតដល់គឺ50 ad គឺដើរ smooth មែនទែនគឺដើរទាំងអស់តែវាអត់មានបញ្ហាអញ្ចឹងទេបងប្អូនបើសិនជាវាមានបញ្ហាអញ្ចឹងគឺបងប្អូនរុះរាន់ទៅដោះវាទាំងអស់គ្នាវិធីដោះគឺងាយទេបងប្អូនបើសិនជាបងប្អូនចង់ដោះគឺបងប្អូនអាច comment ខាងក្រោមខ្ញុំធ្វើជូនបងប្អូនតែម្ដងបើសិនជា Facebook ad របស់យើង active បែបនេះគឺយើងត្រូវរក្សាទី1រក្សា credit ad នឹងឲ្យល្អកុំពេលយើងទូទាត់លុយឲ្យ Facebook ad ហ្នឹងគឺយើងកុំ file ឲ្យសោះតែ file គឺវាចាញ់បែបនេះហើយបងប្អូនពូបច្ចុប្បន្ននេះគឺ Facebook ad គឺ update ច្រើនមែនទែនហើយវីដេអូក៏មានតែប៉ុណ្្នឹងទេបងប្អូនអត់មានអីច្រើនទេអានេះគឺខ្ញុំមកប្រាប់តាក់ទងនឹង ad account active និង ad account ដែលមានបញ្ហាអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ